នៅពេលនោះម្ដាយរបស់ Lucy បានត្រឡប់មកវិញភ្លាមគាត់មានបំណងចង់ឲ្យជូនគីយ៉ុងនៅហូបបាយល្ងាចជាមួយគ្នាប៉ុន្តែសម្រាប់ជូនគីយ៉ុងដែលមានអារម្មណ៍មិនសូវមានទំនុកចិត្តទៅហើយនោះតើមានចិត្តហ៊ាននៅបន្តទៀតយ៉ាងដូចម្ដេចគេក៏ប្រញាប់ធ្វើពុតជាមិនស្រួលខ្លួនរួចលាពួកគេទាំងប្រញាប់ប្រញាល់ហើយចាក់ចេញពីទីនោះទៅប៉ុន្តែនៅថ្ងៃបន្ទាប់ជូនគីយ៉ុងត្រូវបានគេហៅទៅការិយាល័យនាយកសាលានៅក្នុងនោះមាន Lucy លោកនាយករួមទាំងឪពុករបស់ Lucy ដែលជាសមាជិកសភាម្នាក់ផងដែរជូនគីយ៉ុងគិតថារឿងពិតកាលពីម្សិលមិញត្រូវបានលាតត្រដាងហើយគេមិនបាននិយាយអ្វីច្រើនឡើយក៏លុតជង្គង់ចុះភ្លាមហើយទទួលខុសត្រូវរាល់រឿងរ៉ាវទាំងអស់មកលើខ្លួនឯងដោយអះអាងថា Lucy មិនមានកំហុសអ្វីឡើយតើឯងកំពុងនិយាយពីអ្វីហ្នឹងនេះជាបំណងរបស់ខ្ញុំតើមែនទេខ្ញុំមិនបានប៉ះពាល់នាងមែនទែនឡើយគ្រាន់តែហាក់ដូចជាប៉ះស្រាលប៉ុណ្ណោះទោះបីជាខ្ញុំចាំមិនសូវច្បាស់ប៉ុន្តែខ្ញុំនឹងទទួលខុសត្រូវខ្ញុំរីករាយនឹងដើរចេញពីសាលានេះអ្នកគួរតែឲ្យ Lucy រៀនបន្តទៅជូនគីយ៉ុងបន្តថាពួកយើងគ្រាន់តែលេងសើចតែប៉ុណ្ណោះខ្ញុំសុំទោសបាទលោកពូសម្ដីរបស់ជូនគីយ៉ុងបានធ្វើឲ្យមុខឪពុករបស់ Lucy ប្រែជាខ្មៅស្រអាប់ដូចបាតឆ្នាំងគាត់មិនដែលគិតតតែសោះថាកូនស្រីដ៏ល្អកម្របាននៅក្នុងផ្ទះបែរជាត្រូវជ្រុកឈូដីបែបនេះទៅវិញប៉ុន្តែជូនគីយ៉ុងមិនបានដឹងឡើយថាឪពុករបស់ Lucy មិនមែនមកទីនេះដើម្បីដេញដោលរកខុសត្រូវរឿងនេះនោះទេគាត់បានឃើញពីដងខាងគណិតវិទ្យាដ៏ពូកែរបស់ជូនគីយ៉ុងហើយគាត់មានបំណងចង់បញ្ជូនកូនស្រីទៅរៀនបន្តនៅសាលាឈានមុខគេមួយក្នុងទីក្រុងសេអ៊ូលនាពេលជាមួយគ្នាដែរគាត់ក៏ចង់ជួយគាំទ្រជូនគីយ៉ុងឲ្យទៅរៀនជាមួយគ្នាឲ្យអស់ពីសមត្ថភាពដើម្បីឲ្យគេទទួលបានការអប់រំដ៏ល្អបំផុតនេះជាឱកាសមួយដែលអាចផ្លាស់ប្ដូរជីវិតរបស់គេទាំងស្រុងបងស្រីរបស់គេបានព្យាយាមអស់ពីកម្លាំងកាយចិត្តដើម្បីដាស់តឿនឲ្យគេចាប់យកឱកាសនេះប៉ុន្តែជូនគីយ៉ុងបាជាមិនអាចចិត្តសម្រេចចិត្តបានឡើយនៅពេលនោះគេមិនអាចបោះបង់ចោលស្ថានីយភ្លើងដែលនៅសាងសង់មិនទាន់រួចរាល់នោះទេហើយរឹតតែមិនអាចបោះបង់បងស្រីដែលតែងតែនៅក្បែរគេតាំងពីដើមមកឡើយនៅក្នុងខណៈពេលដែលគេកំពុងតែមានអារម្មណ៍ស្មុគស្មាញនឹងជាខ្លាំងនោះហេតុការណ៍ដែលមិននឹកស្មានដល់មួយក៏បានកើតឡើងព្រៀងបានធ្លាក់ចុះមកចុះគ្នាធ្វើឲ្យប្រព័ន្ធសញ្ញាភ្លើងដែលគេបានធ្វើនោះរងការខូចខាតអ្នកភូមិម្នាក់មិនអាចគេចផុតពីភ្លើងនៅពេលកំពុងឆ្លងកាត់ផ្លូវដែកបានឡើយហើយក៏បានធ្លាក់ចូលទៅក្នុងទន្លេនិងបាត់បង់ជីវិតយ៉ាងអាណោចអាធំសោកនាដកម្មលើកនេះបានដាស់នៅសុបិនអាក្រក់ដែលជូនគីយ៉ុងបានលាក់ទុកនៅក្នុងចិត្តអស់រយៈពេលជាង10ឆ្នាំមកហើយកាលនោះជូនគីយ៉ុងនៅជារៀនសិស្សបឋមសិក្សានៅឡើយគេនិងបងស្រីបានជួបរថភ្លើងនៅចន្លោះផ្លូវត្រឡប់ទៅផ្ទះវិញក្រោយចេញពីសាលារៀនពួកគេទាំងពីរនាក់មានសំណាងអាចគេចខ្លួនរួចប៉ុន្តែពានរង្វាន់នៃការប្រកួតប្រជែងរបស់គេបែរជាធ្លាក់ចូលទៅក្នុងទន្លេទៅវិញបងស្រីបានព្យាយាមលូកចាប់យកពានរង្វាន់នោះប៉ុន្តែក៏ភ្លាត់ជើងធ្លាក់ចូលទៅក្នុងទន្លេដែរចុងក្រោយគេស្រង់បានមកវិញត្រឹមតែពានរង្វាន់ដ៏ត្រជាក់ស្រីប៉ុណ្ណោះប៉ុន្តែមិនអាចរកសាកសបងរីឃើញឡើយការឈឺចាប់ពីការបាត់បង់កូនស្រីស្ទើរតែធ្វើឲ្យអ្នកជាឪពុកសន្លប់បាត់ស្មារតីនៅក្នុងខួរក្បាលរបស់គាត់មានតែគំនិតមួយគត់គឺចង់ស្លាប់តាមកូនស្រីទៅដើម្បីទៅជូនដំណើរនាងក្នុងវិថីចុងក្រោយប៉ុន្តែសម្លេងយំសម្រែកដ៏ឈឺចាប់របស់ជូនយ៉ុងបានទាញគាត់ឲ្យត្រឡប់មកវិញពីមាត់ជ្រោះនៃសេចក្តីស្លាប់គាត់ភ្ញាក់ស្មារតីឡើងវិញព្រោះគាត់នៅមានកូនប្រុសតូចម្នាក់ទៀតដែលត្រូវចិញ្ចឹមបីបាច់និងមានការទទួលខុសត្រូវក្នុងនាមជាឪពុកដែលត្រូវរែកពន្ធគាត់បានសង្កត់ចិត្តដែលអស់សង្ឃឹមនោះចុះរួចពោលជូនយ៉ុងដើរត្រឡប់ទៅកាន់ផ្ទះដ៏កំសត់ដែលបាក់បែកនោះវិញអារម្មណ៍ខុសនឹងការបន្ទុកខ្លួនឯងបានចូលជន់ពេញបេះដូងធ្វើឲ្យយុវជនម្នាក់នេះលិចលង់នៅក្នុងវិបត្តិសារីជូនគីយ៉ុងជឿជាក់ថាខ្លួនឯងគឺជាអ្នកដែលធ្វើឲ្យបងស្រីត្រូវបាត់បង់ជីវិតដូចនេះគេក៏បានប្រវែងពានរង្វាន់នោះចោលទៅក្នុងភក់យ៉ាងខ្លាំងប៉ុន្តែនៅពេលដែលគេត្រឡប់មកដល់បន្ទប់វិញគេបែរជាមានអារម្មណ៍ងឿងឆ្ងល់ជាខ្លាំងព្រោះពានរង្វាន់នោះត្រូវបានដាក់នៅលើទៅយ៉ាងមានរបៀបរៀបរយទៅវិញបងស្រីដែលគួរតែលាចាកលោកនេះទៅហើយនោះបែរជាមកឈរនៅចំពោះមុខគេរួចនិយាយថាហេតុអ្វីបានជាបោះវាចោលអីចឹងខ្ញុំធ្វើបែបនេះគឺដើម្បីជួយរបស់មួយនេះតើវាធ្វើឲ្យខ្ញុំមានអារម្មណ៍កើតទុក្ខខ្លាំងណាស់ឯងគឺជាបងស្រីមែនទេមានរឿងអ្វីកើតឡើងមែនទេតើឯងខឹងឬនៅពេលឮសំឡេងឪពុកក៏បានបើកទ្វារដើរចូលមកប៉ុន្តែនៅក្នុងបន្ទប់មានតែជូនគីយ៉ុងម្នាក់ប៉ុណ្ណោះមិនមានអ្នកផ្សេងឡើយតាមពិតទៅបងស្រីដែលត្រឡប់មកដាស់តឿនជូនគីយ៉ុងវិញនោះគឺជាព្រលឹងវិញ្ញាណដែលមានតែគេម្នាក់គត់ដែលអាចមើលឃើញសម្លឹងមើលទៅបងស្រីដែលបានវិលត្រឡប់មកវិញជូនគីយ៉ុងមានអារម្មណ៍ទាំងភ័យរន្ធត់ផងនិងសប្បាយចិត្តផងប៉ុន្តែអារម្មណ៍ខុសដែលធ្វើឲ្យបងស្រីស្លាប់ក៏បានធ្វើឲ្យគេធ្លាក់ចុះទៅក្នុងភាពព្រាមប្រំភ្លាមផងដែរបងស្រីបងមិនអីទេមែនទេមិនឈឺទេខ្ញុំមិនឈឺតតែសោះខ្ញុំមិនអីទេកុំបារម្ភពីខ្ញុំអីចាប់ពីពេលនេះទៅគ្មានបងស្រីទៀតទេឯងត្រូវតែរស់នៅឲ្យបានល្អណាស់ចាប់តាំងពីថ្ងៃនោះមកវិញ្ញាណរបស់បងស្រីតែងតែនៅក្បែរគេជានិច្ចដោយមានតែគេម្នាក់គត់ដែលមើលឃើញគេតែងតែបែរខ្លួននៅពេលថតរូបដើម្បីទុកកន្លែងទំនេរសម្រាប់បងស្រីដែលនៅខាងក្បែរគេមិនព្រមទៅរៀននៅទីក្រុងសេអ៊ូលឡើយព្រោះខ្លាចថាបើគេចាក់ចេញទៅនឹងទុកឲ្យបងស្រីនៅម្នាក់ឯងក្នុងភូមិមួយនេះថ្ងៃដែល Lucy ត្រូវទៅទីក្រុងសេអ៊ូលនាងបានរងចាំនៅកន្លែងដែលបានណាត់ជួបតាំងពីព្រឹករហូតដល់ព្រលប់រងចាំតាំងពីថ្ងៃដែលមានមេឃស្រឡះរហូតដល់ថ្ងៃដែលមានភ្លៀងធ្លាក់ក៏នៅតែមិនឃើញជូនគីយ៉ុងមកដែរប៉ុន្តែនាងមិនបានដឹងឡើយថាជូនគីយ៉ុងបានពួនខ្លួននៅក្នុងចំណោមដំណក់ទឹកភ្លៀងដែលនៅមិនឆ្ងាយពីទីនោះទេគេបានត្រឹមតែលួចសម្លឹងមើលនាងប៉ុន្តែមិនហ៊ានដើរចូលទៅជិតឡើយព្រោះគេខ្លាចថាបើបេះដូងគេទន់ជ្រាយគេនឹងបោះបង់បងស្រីចោលនិងបោះបង់បំណងប្រាថ្នាក្នុងការសាងសង់ស្ថានីយភ្លើងដែលគេបានថែរក្សាអស់រយៈពេលជាង10ឆ្នាំមកហើយនោះសម្លឹងមើលឡានដែលបាត់ស្រមោលទៅក្នុងខ្សែទឹកភ្លៀងជូនគីយ៉ុងបានដួលរំទាំងស្រុងគេមានអារម្មណ៍ថាខ្លួនឯងគឺជាអ្នកបរាជ័យម្នាក់មិនអាចការពារក្រុមគ្រួសារបានហើយថែមទាំងធ្វើឲ្យមនុស្សដែលខ្លួនស្រឡាញ់ត្រូវចាក់ចេញទៅទៀតកន្លងផុតទៅត្រឹមតែ1ឆ្នាំជូនគីយ៉ុងទទួលបានលិខិតឆ្លើយតបពីខាងរដ្ឋាភិបាលនៅក្នុងលិខិតនោះគឺគ្រាន់តែយកព្រមលើសំណើសុំសាងសង់ស្ថានីយភ្លើងប៉ុណ្ណោះប៉ុន្តែមិនមានការបែងចែកថវិកាឬកញ្ចប់ថវិកាសម្រាប់ការសាងសង់ឡើយពោលគឺស្មើនឹងក្រដាសសញ្ញាទេមួយសន្លឹកប៉ុណ្ណោះជូនគីយ៉ុងក៏បានសម្រេចចិត្តភ្លាមថាជាជាងអង្គុយរងចាំទេគួរតែចុះដៃធ្វើវាដោយខ្លួនឯងគេបានកាន់ចប់ដៃធ្វើការជីកដីតែម្នាក់ឯងនៅក្បែរផ្លូវរថភ្លើងដីនៅទីនោះពោពេញទៅដោយថ្មរឹងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះដៃរបស់គេក៏ឡើងពងបែកពេញអស់អ្នកភូមិដែលបានឃើញពីការតាំងចិត្តនិងការខិតខំប្រឹងប្រែងរបស់គេថែមទាំងបាននាំគ្នាមកជួយជ្រោមជ្រែងដោយនាំយកមកជាមួយនៅឧបករណ៍ផ្សេងអ្នកភូមិទាំងមូលបានរួមកម្លាំងសាមគ្គីគ្នារហូតបង្កើតបានជាស្ថានីយភ្លើងតូចមួយឡើងជូនគីយ៉ុងបានដាក់ឈ្មោះវាថាស្ថានីយសុងយួនរឿងរ៉ាវដែលជូនគីយ៉ុងសាងសង់ស្ថានីយភ្លើងនេះបានដឹងឮនិងល្បីល្បាញយ៉ាងឆាប់រហ័សមន្ត្រីមកពីផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនរថភ្លើងបានធ្វើដំណើរមកជួបគេដោយផ្ទាល់ដើម្បីធ្វើបទសម្ភាសន៍អំពីបទពិសោធន៍នៃការសាងសង់ស្ថានីយដ៏មិនធម្មតាមួយនេះនៅក្នុងអំឡុងពេលនោះជូនគីយ៉ុងទទួលបានខ្សែអាត់សម្លេងដែល Lucy បានផ្ញើមកពីទីក្រុងសេអ៊ូលនៅក្នុងនោះពោពេញទៅដោយក្តីនឹករលឹកនិងសេចក្តីស្រឡាញ់ដែលក្មេងស្រីម្នាក់មិនអាចលាក់បាំងបានប៉ុន្តែទោះជាយ៉ាងណាក៏ដោយបើទោះជាព្យាយាមអត់ធ្មត់យ៉ាងណាក៏នៅតែនឹកខ្ញុំដែរនោះកុំអត់សង្កត់វាអីយំវាចេញមកចុះការអត់ធ្មត់ទាំងបង្ខំអាចធ្វើឲ្យឈឺបានណានៅពេលឮពាក្យសម្ដីដែលហាក់ដូចជាឯកជននិងស្និទ្ធស្នាលពេកជូនគីយ៉ុងក៏ប្រញាប់បិទម៉ាស៊ីនថតសម្លេងនោះភ្លាមប៉ុន្តែបងស្រីបែរជាប្រើវិធីសាស្ត្ររំភើបញាប់ញ័រភ្លាមថា
ការនឹកឃើញដល់ពេលវេលាដែលពួកយើងថាបគ្នាលើកដំបូងនឹងធ្វើឲ្យឯងមានអារម្មណ៍ល្អឡើងវិញជាមិនខានដឹងហើយមែនទេស្ដាប់សំឡេងដែលធ្លាប់ស្គាល់ចេញពីខ្សែអាត់ជុនគីយ៉ុងសម្លឹងមើលរូបថតរបស់អ្នកទាំងពីររួចក៏ធ្លាក់ទៅក្នុងសេចក្តីនឹករលឹកដែលគ្មានទីបញ្ចប់ជុនគីយ៉ុងចង់ថតសំឡេងតបទៅកាន់លូស៊ីវិញប៉ុន្តែបងស្រីដែលឈរនៅក្បែរនោះបែរជាសម្លឹងមើលមកគេដោយភាពរីករាយនឹងលេងសើចធ្វើឲ្យគេឡើងក្រហមមុខអស់គេក៏បានដេញបងស្រីឲ្យចេញពីបន្ទប់អឺមអូតើឯងឈួតហើយមែនទេប៉ុន្តែនៅពេលដែលសល់តែគេម្នាក់ឯងគេបានថតចុះថតឡើងជាច្រើនដងដោយមានអារម្មណ៍ថានិយាយមកដិតនិងប្លែកយ៉ាងម៉េចមិនដឹងចុងក្រោយគេក៏សម្រេចចិត្តជ្រើសរើសការសរសេរសម្បត្តិវិញដើម្បីឆ្លើយតបទៅនឹងក្តីនឹករលឹករបស់លូស៊ីថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ជុនគីយ៉ុងនៅពេលគេត្រឡប់មកដល់ផ្ទះវិញក៏បានឃើញលូស៊ីកាន់នំខេកដែលនាងបានធ្វើដំណើរត្រឡប់មកវិញជាពិសេសដើម្បីអបអរសាទរថ្ងៃខួបកំណើតឲ្យគេនៅក្នុងចិត្តរបស់គេគឺនឹកនាងខ្លាំងណាស់រហូតដល់ទ្រាំមិនបានប៉ុន្តែនៅពេលជួបមុខគ្នាផ្ទាល់គេបែរជានិយាយអ្វីមិនចេញទៅវិញតើនាងមកទីនេះបានយ៉ាងម៉េចហ្នឹងមិនបានជួបទេវតាយូរហើយនិយាយបានត្រឹមតែប៉ុណ្្នឹងទេតើសុខសប្បាយទេចុះចាញ់ហើយជើងចាប់ផ្ដើមឈឺខ្លាំងណាស់ហើយតើហេតុអ្វីបានជាខ្លាយទៅជាស្ថានភាពដែលនិយាយមិនចេញបែបនេះទៅវិញជុនគីយ៉ុងបានរៀបចំម្ហូបអាហារដែលជាមុខម្ហូបប្រចាំចិត្តពេញមួយតដោយខ្លួនឯងបងស្រីអង្គុយនៅក្បែរតុញ៉ាំនិងសម្លឹងមើលរាល់រឿងរ៉ាវទាំងអស់ដែលនៅចំពោះមុខប៉ុន្តែភាពទន់ភ្លន់ទាំងនេះលូស៊ីបែរជាមើលមិនឃើញតតែសោះប៉ុន្តែមុនពេលបងស្រីរបស់អ្នកត្រឡប់មកវិញពួកយើងញ៉ាំវាមុនសិនបានទេមិនបាច់ខ្វល់ទេញ៉ាំទៅនៅឯតុអាហារលូស៊ីបាននិយាយអំពីបំណងប្រាថ្នារបស់ជុនគីយ៉ុងថាលោកគ្រូរូបវិទ្យាបានរកការប្រឡងដ៏សំខាន់មួយឲ្យគេប្រសិនបើប្រឡងជាប់គេនឹងបានទៅរៀនបន្តនៅប្រទេសអាមេរិកហើយថែមទាំងអាចចូលបម្រើការងារឬហាត់ការនៅទីភ្នាក់ងារ NASA បានទៀតផងនេះជាបំណងប្រាថ្នាដែលជុនគីយ៉ុងបានលាក់ទុកជាយូរមកហើយប៉ុន្តែគេបែរជាមិនអាចបោះបង់បងស្រីចោលបានទើបមិនដែលនិយាយប្រាប់នរណាម្នាក់ឡើយជុនគីយ៉ុងមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះខ្លាចបងស្រីបាននឿគេក៏ប្រញាប់ដួសអាហារញ៉ាត់ចូលមាត់លូស៊ីដើម្បីឲ្យនាងជប់និយាយក្រោយពេលហូបអាហាររួចលូស៊ីមិនព្រមត្រឡប់ទៅវិញឡើយប៉ុន្តែជុនគីយ៉ុងបែរជាធ្វើខ្លួនដូចជាដុំឈើដោយទូចឆាត្រូវតែជូននាងទៅកាន់ចំណតឡានក្រុងឲ្យខាងតែបានតើឯងជាមនុស្សគ្មានមនោសញ្ចេតនាមែនទេក្មេងតូចតើឯងឈួតហើយមែនទេបើមិនដូច្នោះទេវានឹងមើលទៅដូចជាអ្វីទៅវិញហេតុអ្វីបានជាវាមិនដូចជារឿងពិតអីចឹងក៏វាជាមនុស្សគ្មានមនោសញ្ចេតនាពិតមែននឹងឯងជុនគីយ៉ុងសម្លឹងមើលទៅរកពាក្យខឹងងក់ងល់របស់នាងចុងក្រោយគេក៏បានប្រមូលសេចក្តីក្លាហានទៅចាប់កាន់ដៃរបស់នាងអ្នកទាំងពីរមិនបាននិយាយអ្វីទាំងអស់ប៉ុន្តែជំហានជើងបែរជាដើរយឺតទៅដោយមិនដឹងខ្លួននៅជុំវិញខ្លួនមានសល់ត្រឹមតែសំឡេងបេះដូងដែលលោតយ៉ាងច្បាស់លាស់របស់គ្នាទៅវិញទៅមកដើរទៅដល់ក្បែរផ្លូវរថភ្លើងជុនគីយ៉ុងបានបិទទៅស្របពេលគ្នានោះភ្លាមលូស៊ីទៅតែហើបមាត់និយាយក៏ស្រាប់តែឃើញថានៅជុំវិញខ្លួនមានហ្វូងសត្វអំពិលអំពែកហោះហើរឡើងមកយ៉ាងច្រើនអត្តន័យពន្លឺព្រិចទាំងនោះបានធ្វើឲ្យរាត្រីនេះមើលទៅមានភាពទន់ភ្លន់និងរ៉ូមែនទិកជាខ្លាំងលូស៊ីសម្លឹងមើលទៅយុវជនដែលនៅចំពោះមុខរួចនិយាយតិចថានាងសង្ឃឹមថាគេនឹងអាចហោះហើរបានខ្ពស់និងឆ្ងាយបន្ទាប់មកដោយសារតែមិនអាចទប់ទល់នឹងមនោសញ្ចេតនាបាននាងក៏បានថាបគេទៅពន្លឺព្រិចដែលហោះហើរពេញផ្ទៃមេឃហាក់បីដូចជាធ្វើឲ្យរាល់រឿងរ៉ាវទាំងអស់ប្រែជាមានភាពផ្អែមល្ហែមនិងទន់ភ្លន់ទៅដូចគ្នាដែរ